អ៊ីរ៉ង់ថាសហរដ្ឋអាមេរិកត្រូវតែទទួលបានការឆ្លើយតបបន្ទាប់ពីត្រាំវាយប្រហារតំបន់នុយក្លេអ៊ែរក្រសួងការពារជាតិអាមេរិកអះអាងថាបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរខណៈមេដឹកនាំពិភពលោកអំពាវនាវឲ្យអត់ធ្មត់ហើយអ៊ីស្រាអែលបន្តវាយប្រហារគោលដៅអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិកឲ្យត្រៀមទទួលការឆ្លើយតបបន្ទាប់ពីរដ្ឋបាលរបស់លោកដូណាល់ត្រាំបានចូលរួមជាមួយអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងទីក្រុងតេហេរ៉ង់ដោយបោះបង់គោលនយោបាយមិនជ្រៀតជ្រែកនិងចាប់ផ្ដើមការចូលរួមនយោធាដែលមានសារៈសំខាន់បំផុតក្នុងចំនួនមួយចំនួនមកនេះជិតមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើតំបន់នុយក្លេអ៊ែរសំខាន់3កន្លែងរបស់អ៊ីរ៉ង់ប្រធានាធិបតីអ៊ីរ៉ង់ម៉ាស៊ូតម៉ាសេដេគីយ៉ានបានប្រាប់ប្រធានាធិបតីបារាំងម៉ាក្រុងថាជនជាតិអាមេរិកត្រូវតែទទួលបានការឆ្លើយតបចំពោះការឈ្លានពានរបស់ពួកគេពាក្យនេះបង្ហាញថាអ៊ីរ៉ង់អាចនឹងសងសឹកដែលអាចទាញអាមេរិកចូលទៅក្នុងចំនួនយូរអង្វែងថ្មីមួយនៅមជ្ឈិមបូព៌ារដ្ឋបាលការបរទេសអ៊ីរ៉ង់អារ៉ាជីបាននិយាយថាគាត់មានផែនការធ្វើដំណើរទៅទីក្រុងម៉ូស្កូដើម្បីជួបប្រធានាធិបតីរុស្ស៊ីឡាវ៉ាឌីមៀពូទីននៅថ្ងៃច័ន្ទព្រឹកសម្រាប់ការពិភាក្សាវេលាយ៉ាទីគឺជាទីប្រឹក្សាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់បាននិយាយថាប្រទេសណាមួយដែលត្រូវបានអាមេរិកប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីរ៉ង់នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថាយប់ថ្ងៃអាទិត្យឯកអគ្គរដ្ឋទូតអាមេរិកបណ្ដោះអាសន្នប្រចាំអង្គការសហប្រជាជាតិ Dorothy Shea បានប្រាប់កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខថាការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ដោយផ្ទាល់ឬដោយប្រយោលលើជនជាតិអាមេរិកឬមូលដ្ឋានអាមេរិកនឹងត្រូវបានឆ្លើយតបដោយការសងសឹកដ៏ធ្ងន់ធ្ងរអាមេរិកបានធ្វើសកម្មភាពក្នុងការការពារអ៊ីស្រាអែលនិងពលរដ្ឋអាមេរិកដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរបន្ទាប់ពីអ៊ីរ៉ង់បានលាក់បាំងនៅកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងបដិសេធការចរចាដោយសុចរិតកាលពីថ្មីៗនេះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានហៅការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់និងធ្ងន់ធ្ងរហើយបានបញ្ជាក់ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin បានបញ្ចុះបញ្ចូលត្រាំឲ្យធ្វើការងារដ៏កខ្វក់ជំនួសលោកខាងលិចដោយទាញសហរដ្ឋអាមេរិកចូលក្នុងសង្គ្រាមថ្លៃថ្នូរនិងគ្មានមូលដ្ឋានម្ដងទៀតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vasily Nebenzia បាននិយាយថាសហរដ្ឋអាមេរិកបានបើកប្រអប់ផែនដារ៉ូហើយគ្មាននរណាដឹងថាវានឹងនាំមកនៅមហន្តរាយនិងទុក្ខវេទនាថ្មីអ្វីខ្លះទៀតឡើយយប់ថ្ងៃអាទិត្យប្រធានាធិបតីអាមេរិកបានស្វាគមន៍ការត្រឡប់មកវិញរបស់យន្តហោះ B2 Spirit ទៅកាន់រដ្ឋ Missouri បន្ទាប់ពីការវាយប្រហារគណៈសំណួរចំពោះកម្រិតជោគជ័យនៃប្រតិបត្តិការនោះកើតមានឡើងអនុប្រធានាធិបតី JD Vance បានបន្ថយសម្លេងអះអាងរបស់ដូណាល់ត្រាំដែលថាតំបន់ទាំងនោះត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយទទួលស្គាល់ថាការវាយប្រហារអាចត្រឹមតែពន្យាពេលយ៉ាងខ្លាំងសមត្ថភាពអ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរវ៉ាន់បាននិយាយថាអាមេរិកមិនមែននៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ទេប៉ុន្តែនៅក្នុងសង្គ្រាមជាមួយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះហាក់ដូចជាការព្យាយាមបន្ថយការព្រួយបារម្ភរបស់ក្រុមម៉ាកាក្នុងគណៈបកសាធារណរដ្ឋដែលខ្លាចថាអាមេរិកអាចចូលទៅក្នុងសង្គ្រាមជានិច្ចម្ដងទៀតត្រាំខ្លួនឯងបានលើកឡើងពីសក្តានុពលនៃការបដូររបបដោយសរសេរថាវាមិនសមស្របនយោបាយក្នុងការប្រើពាក្យផ្លាស់ប្ដូររបបប៉ុន្តែបើរបបបច្ចុប្បន្នរបស់អ៊ីរ៉ង់មិនអាចធ្វើឲ្យអ៊ីរ៉ង់អស្ចារ្យម្ដងទៀតតើហេតុអ្វីមិនផ្លាស់ប្ដូររបបទេនៅខាងអ៊ីស្រាអែលនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាកងកម្លាំងរបស់គាត់កំពុងឆ្ពោះទៅរកគោលដៅបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់យើងកំពុងដំណើរការទៅមុខជំហានមួយដើម្បីសម្រេចគោលដៅទាំងនេះហើយយើងនៅជិតណាស់នឹងបញ្ចប់វាលោកបាននិយាយថាមេដឹកនាំពិភពលោកបានអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់និងត្រឡប់ទៅរកការទូតដើម្បីបញ្ចប់ចំនួនមិនឲ្យរីករាលដាលប្រទេសខាងលិចអំពាវនាវឲ្យត្រឡប់ទៅតុចរចាគណៈចិននិងរុស្ស៊ីបានថ្កោលទោសការវាយប្រហារដោយមិននិយាយថាបំផ្លាញសន្តិសុខពិភពលោក